ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនអំពីភាពខុសគ្នារវាងពាក្យអ្នកហើយនិងអ្នកបាទពាក្យហ្នឹងយើងអានអ្នកដូចគ្នាប៉ុន្តែការសរសេរហ្នឹងខុសគ្នាបាទតែឥឡូវយើងទៅទស្សនាដល់គ្នាថាតើវាខុសគ្នាដូចម្ដេចខ្លះទីមួយហ្នឹងពាក្យអ្នកនេះគឺយើងត្រូវបានគេប្រើដើម្បីបង្ហាញពីបុគ្គលនរណាម្នាក់នៅពេលដែលយើងសួររកនរណាម្នាក់គឺយើងប្រើពាក្យអ្នកហ្នឹងមកឧទាហរណ៍តើអ្នកជានរណាតើអ្នកមកពីណាតើអ្នកមានឈ្មោះអ្វីដែរឬក៏តើអ្នកញ៉ាំអីអញ្ចឹងទៅហើយបន្ទាប់ទៀតនេះគឺពាក្យអ្នកនេះក៏យើងអានថាអ្នកដែរប៉ុន្តែត្រូវបានគេបង្ហាញពីចំនួនមនុស្សពាក្យអ្នកនេះគឺយើងប្រើដើម្បីបង្ហាញពីចំនួនបាទឥឡូវយើងមើលឧទាហរណ៍ដល់គ្នាខ្ញុំត្រូវការបុគ្គលិក5នាក់មានសិស្ស10នាក់នៅក្នុងថ្នាក់គាត់ទៅបោះតង់20នាក់បាទនេះគឺជាចំនួនបាទការប្រើអ្នកនៅក្នុងការបង្ហាញពីចំនួនបើអ្នកមុនមិញគឺយើងបង្ហាញពីបុគ្គលនរណាម្នាក់បាទបើបងប្អូនពេញចិត្តសូមកុំភ្លេចជួយ share ចែករំលែក follow ម្នាក់មួយផងបាទអរគុណជម្រាបលាបាទ